បាទគោរពជំរាបសួរទៅដល់ប្រិមិត្តក៏ដូចជាពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាវីដេអូបាទរាត្រីនេះគឺរាត្រីថ្ងៃទី3ខែមិនិនាឆ្នាំ2026ជួបគ្នាសារជាថ្មីម្ដងទៀតបាទតាក់ទងទៅនឹងករណីដដែលដោយមិនទាន់មានចំណាត់ការនឹងដោះស្រាយជាផ្លូវការនៅឡើយទេបាទពាក់ព័ន្ធទៅនឹងករណីរបស់លោកអែមសុកសវណ្ណកើតទុកមិនសុខចិត្តបាទចំពោះមន្ត្រីខលខូចនៅខាងខេត្តព្រៃវែងបាទមានមន្ត្រីពន្ធដាររួមជាមួយនឹងបពពួកប្រមាណដូចជាចូល10នាក់បាទកេងចំណេញផលប្រយោជន៍សាធារណៈបាទណារួមជាមួយនឹងការខុបខិតគ្នាបាទពុករលួយសុំកលុំយកលុយបាទរត់ដាក់កប៉ៅដាក់កប៉ៅខ្លួនឯងហើយករណីនេះគឺយូរហើយពុកម៉ែបងប្អូនណាតាក់ទងទៅនឹងលោកអែមសុកសវណ្ណដែលជាប្រធានគណៈបកដើម្បីកម្ពុជាលោកបានបង់ពន្ធរថយន្តត្រឹមត្រូវប៉ុន្តែវាចម្លែកត្រង់ថាបង់ពន្ធឡានត្រឹមត្រូវប៉ុន្តែលុយដែលគាត់បង់ពន្ធជូនរដ្ឋហ្នឹងវាបាត់ណាហើយករណីហ្នឹងគឺតាំងពីថ្ងៃទី29ខែវិច្ឆិកា2024នោះលោកបានដាក់ពាក្យបណ្ដឹងបាទណាដាក់ពាក្យបណ្ដឹងទៅសាលាដំបងខេត្តព្រៃវែងហើយកាន់តែចម្លែកទៅទៀតហ្នឹងគឺខាងអាយកាសាលាដំបងខេត្តព្រៃវែងហ្នឹងគឺអត់ចាត់ការសំណុំរឿងមួយនេះទេគឺទុកចោលកប់បាទដូចយកខ្មោចទៅកប់ចោលអញ្ចឹងហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនណាហើយតាំងពីអាយកាតាំងពីរាជអាជ្ញាតាំងពីនៅជំនាន់លោកគុជគឹមឡុងបាទគុជគឹមឡុងកាលហ្នឹងលោកនៅខាងឈរជើងបាទជារាជអាជ្ញាធំនៅខាងខេត្តព្រៃវែងឥឡូវហ្នឹងបានដូរមកខេត្តកណ្ដាលបាត់ហើយសំណុំរឿងរបស់លោកអែមសុកសវណ្ណហ្នឹងគឺនៅដដែលអត់ដោះស្រាយទេបាទចម្លែកថងហ្នឹងហ្មងណាបាទបិទសំណុំរឿងណាកិច្ចវេះបាទអត់ទទួលខុសត្រូវណារបស់លោកគុជកំឡុងនេះបាទអញ្ចឹងនេះគឺរូបថតពុកម៉ែបងប្អូនបាទណារូបថតបាទរូបថតរបស់លោកគុជគឹមឡុងនៅខាងក្រោមនេះឃើញទេពុកម៉ែបងប្អូនឃើញទេបាទហើយដាក់ពាក្យបណ្ដឹងហ្នឹងគឺដាក់ពាក្យបណ្ដឹងទៅច្រើនស្ថាប័នណាមានតាំងក្រសួងយុតិធធក៏មានទៅខាងឧត្តមក្រុមប្រឹក្សាវិន័យហ្នឹងក៏មានច្រើនស្ថាប័នប៉ុន្តែរហូតមកដល់ពេលនេះគឺបាទទុកចោលតែហ្មងនេះសំណេររបស់លោកអែមសុកសវណ្ណបាទលោកបានសរសេរថាអញ្ចឹងថាខ្ញុំប្រធានគណៈបកដើម្បីកម្ពុជាសូមអន្តរាគមន៍ទៅឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធដើម្បីពិនិត្យលើចំណាត់ការរបស់អាយកាអមសាលាដំបងខេត្តព្រៃវែងដែលសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌលេខ873ចុះថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2024របស់អាយកាអមសាលាដំបងខេត្តព្រៃវែងទុកចោលមិនចាត់ការទាំងមានតម្រុយបទល្មើសនេះវាលយត្រង់ហ្នឹងបាទណាឃើញថាលោកគុជគឹមឡុងនេះគឺស៊ើបអង្កេតដឹងតម្រុយបទល្មើសទៅហើយប៉ុន្តែទុកចោលអត់ព្រមចាត់ការមិនដឹងថាមូលហេតុអីពុកម៉ែបងប្អូនអត់ដឹងថាមូលហេតុអីណាហើយប្តឹងទៅអាដាមឧបនាយករដ្ឋមន្ត្រីបាទណាកើតរិទ្ធដែលលោកជាម៉ែជាឪនៅខាងក្រសួងយុតិធធណាបាទអញ្ចឹងគឺតាំងពីលោកគុជគឹមឡុងហ្នឹងនៅជារាជអាជ្ញាធំនៅខាងខេត្តព្រៃវែងឥឡូវហ្នឹងដូរបាទហើយសំណុំរឿងហ្នឹងនៅដដែលបាទហើយលោកអែមសុកសវណ្ណបានសរសេរទៀតថាសម្រាប់ខ្ញុំមើលឃើញថាលោកគុជគឹមឡុងព្រះរាជអាជ្ញាធំនៃអាយកាអមសាលាដំបងខេត្តព្រៃវែងមានភាពមិនប្រក្រតីក្នុងការសម្រេច
តម្កល់រឿងមិនចាត់ការបាទដោយខាងក្រោមការបិទបាំងសំណុំរឿងណែទី2ហ្នឹងគឺការគេចវេះពីការទទួលខុសត្រូវរបស់ស្ថាប័នអាយកាហើយអាទី3ចុងក្រោយនេះការដើរផ្ទុយពីគោលនយោបាយរបស់ក្រសួងយុតិធធហ្នឹងហើយលោកបានសរសេរបន្ថែមថាក្រសួងយុតិធធគួរមានវិធានការបាទអធិបញ្ជាទៅស្ថាប័នអាយកាដើម្បីចាត់ការសំណុំរឿងខាងលើស្របតាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមានបាទដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជននិងការពារផលប្រយោជន៍ប្រទេសជាតិពិតប្រាកដតែมันមានវិធានការសោះតែហ្មងបាទអញ្ចឹងហើយបានជាលោកអែមសុកសវណ្ណហ្នឹងលោកមើលឃើញថាបទល្មើសបែបនេះគឺកាន់តែកើនឡើងហើយវាអាចនាំឲ្យមាននៅវិនាសកម្មទៅដល់សេដ្ឋកិច្ចជាតិបាទដែលគេថាមន្ត្រីខលខូចប្រមាណអ្នកហ្នឹងវាឡើងចាងដៃខ្លាំងមែនតើបាទដោយសារតែមានគ្នាខ្នងគេកាងពីក្រោយអញ្ចឹងទៅបាទអញ្ចឹងគឺវាបំផ្លាញនៅក្នុងគឺថាគ្រប់ទម្រង់ទាំងអស់នៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងនេះគឺជាករណីយូរហើយមិនទាន់មានចំណាត់ការនិងដំណោះស្រាយនៅឡើយទេបាទដែលលោកអែមសុកសវណ្ណបាទគឺជាប្រធានបកញញូហ្នឹងបកដើម្បីកម្ពុជាហ្នឹងគឺនៅតែទទូចសុំក្រសួងយុតិធធធ្វើយ៉ាងណាឲ្យមានចំណាត់ការយ៉ាងឆាប់រហ័សបំផុតបាទពីព្រោះអូសបន្លាយវាកាន់តែវែងទៅឆ្ងាយទៅយូរទៅបាទអដែលហ្នឹងគឺអត់ទាន់មានដំណោះស្រាយពិបាកហើយហ្នឹងហើយដូច្នេះពុកម៉ែបងប្អូនយើងត្រូវតែហ៊ាននិយាយបាទចំពោះមន្ត្រីខលខូចដែលមិនអនុវត្តច្បាប់យកច្បាប់ជន់នឹងជើងយកច្បាប់ទ្របគូតអង្គុយបាទយកច្បាប់បោះចោលក្នុងធុងសម្រាមហ្នឹងហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនណាបើសិនជាលោកអែមសុកសវណ្ណមិនអើពើទេថ្ងៃមុខថ្ងៃក្រោយវាអាចធ្លាក់ទៅលើបងប្អូនណាបន្តទៀតគឺយើងអត់ដឹងអរគុណបាទអញ្ចឹងនេះគឺជាករណីរបស់លោកអែមសុកសវណ្ណហើយពុកម៉ែបងប្អូនជឿជាក់ថានឹងទទួលបាននៅភាពយុត្តិធម៌ចំពោះករណីខ្លួនឯងនៅពេលក្រោយផងដែរអរគុណបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទរីត្រីសុស្ដីបាទជម្រាបលាណាបាទ